អនុញ្ញាតគោរពនឹងជំរាបសួរប្រិមិត្តខែអត់ញូយទីគោរពបាននៅវេលាម៉ោង 12:30 នាទីព្រឹកបាទថ្ងៃទី18ខែឧសភាឆ្នាំ 2026 នេះគឺមានករណីបាទរថយន្តមួយគ្រឿងមួយម៉ាក Nissan បានបុករះបាទបណ្ដាលឲ្យបែកបាទកញ្ចក់អីនេះរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់ដាក់ទូដាក់អីដាក់លូកនៅកន្លែងផ្លូវជាតិលេខ 2 បាទស្ថិតនៅក្នុងភូមិបណ្ណាឃុំប្រពុតសុកដាស្ទឹងខេត្តកណ្ដាលនេះគឺបណ្ដាលឲ្យរថយន្តនឹងគឺរងការខូចខាតបាទផ្នែកខាងមុខទាំងស្រុងបាទទាំងឆ្វេងទាំងស្ដាំហើយចំណែកខាងទូកញ្ចក់បងប្អូនប្រជាពលរដ្ឋដែលដាក់លក់ចង្រិតដាក់អីហ្នឹងគឺបែកតិចអស់លេងនេះបងប្អូនយើងបើមានតាំងពីដុកឌឺតាំងពីចង្រិតអីកដោបអីគឺបាក់បែកអស់លេងហើយបាទហើយរថយន្តនេះគឺរងការខូចខាតបាទផ្នែកខាងមុខខាងស្ដាំហ្នឹងក៏គឺធ្ងន់ហើយចំណែកខាងឆ្វេងហ្នឹងក៏គឺធ្ងន់ដែរបាទនេះយើងឃើញមកទស្សនភាពតបនៅកន្លែងកាត់ហាត់ហើយរថយន្តនេះគឺម៉ាក Nissan ពាក់ផ្លាលេខភ្នំពេញ 2AV បាទ31 និង 89 ដែលបើកបោដោយបរិសម្នាក់បាទមានវ័យចំណាស់ហើយតែគាត់ប្រហែលជាងួយដេកមិនទេប្រិមិត្តបាទគាត់មកគឺមករੂមកឲ្យទិសដៅរបស់គាត់ហ្នឹងគឺគាត់ធ្វើដំណើរពីខាងលិចទៅកើតប្រិមិត្តបាទទៅខាងរបងមូលគោស្រូវវិញបាទនៃគាត់មកពីខាងផ្សារស៊ីមរៀបទៅខាងរបងមូលគោស្រូវបាទលោកមកដល់ចំណុចកន្លែងបងប្អូនប្រជាពលរដ្ឋដែលគាត់លក់ដូរនៅនេះគឺគាត់បាទរេចង្កមកបុកចូលនៅផ្ទះបងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែលក់ដូរនៅទីតាំងកន្លែងកាត់ហាត់នៅតាមមាត់គៀនផ្លូវមិនមែននៅចាំងផ្លូវនៅគៀនផ្លូវទេប្រិមិត្តបាទនៅគៀនផ្លូវហ្នឹងហើយបណ្ដាលឲ្យបរិសម្នាក់គឺគាត់រងរបួសធ្ងន់ចំណែកខាងកូនរបស់គាត់ពីរនាក់ផ្សេងទៀតគឺរងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសុខដាល់តឹងផងដែរបាទរថយន្តនេះគឺឃើញប្រិមិត្តបាទគឺរងការខូចខាតបាទផ្នែកខាងមុខគឺទាំងស្រុងតែម្ដងបាទកញ្ចក់អីហ្នឹងគឺនោះតាំងពីអំបិលតាំងពីអីហ្នឹងបែកអស់ហើយបាទខ្ចាយពេញហ្នឹងអស់លេងហើយប្រិមិត្តបាទសំណាងមែនតើប្រិមិត្តបាទនេះសំណាងពេលថ្ងៃពេលព្រឹកបាទទាំងថ្ងៃតែម្ដងបាទជាគាត់ងុយដេកគាត់តាមការបញ្ជាក់គឺគាត់លាបថ្នាំងុយដេកបាទគាត់លាបថ្នាំងុយដេកគាត់មកប្រាំងនោះបងសមាជិកកំពុងតែរើសថង់ឬអីចេញបើថង់បើថង់អីពេញហ្នឹងបងប្អូនយើងណាបាទឡើងខ្ចាយរៀបបាយពេញហ្នឹងនេះយើងឃើញបាទទូកញ្ចក់ទូអីគាត់គឺបែកអស់លេងហើយបាទនេះទូកញ្ចក់ដាក់លក់នឹងគឺមានចង្រិតបើមានកតេះឡង់ផងមានកទាទូកផងមានកដោផងនេះនៅពេញហ្នឹងគឺបែកអស់លេងហើយបងប្អូនយើងបាទសំណាងល្អមែនតើដែលមនុស្សរងរបួសធ្ងន់តែម្នាក់បើសិនជាថាពេលល្ងាចបងប្អូនយើងចេញច្រើនពេលមករោងចាក់ចេញអីមិនដឹងថាគ្រោះថ្នាក់ប៉ុណ្ណាទេបងប្អូនយើងបាទព្រោះអីបាទកន្លែងនេះគឺបងប្អូនយើងគាត់ជុំគ្នាច្រើនណាស់ពេលល្ងាចបាទបើគាត់លក់ដូរគាត់ឈប់ទិញហូបទិញអីទៅហើយចឹងដល់ពេលចឹងឥឡូវគាត់មកគឺមកត្រង់ស្លូតែម្ដងបងប្អូនមិត្តបាទមកត្រង់ស្លូតាំងពីនោះមកគឺមករੂបុករះបាល់តេះលមោនោះ2 3គឺរះមកដល់កន្លែងនេះតែម្ដងបាទយើងឃើញមកទស្សនភាពតបនៅកន្លែងកាត់ហាត់នេះគឺកញ្ចក់អីបែកតិចអត់បាទនេះរថយន្តហើយចំណែកខាងតកងរថយន្តនេះគឺបាទកម្លាំងសមាជិកយកគាត់ទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនាំផងដែរបាទជុំវិញទីតាំងកន្លែងកាត់ហាត់នេះហើយទីតាំងនេះនៅតាមបណ្ដោយផ្លូវជាតិលេខ 2 ស្ថិតនៅក្នុងភូមិបណ្ណាឃុំប្រពុតស្រុកកណ្ដាលតឹងខេត្តកណ្ដាលបាទឥឡូវនេះគឺម៉ោង 12 ជាងបាទថ្ងៃទី18ខែឧសភាឆ្នាំ 2026នេះប្រិមិត្តបាទហ្នឹងហើយអញ្ចឹងសូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នានៅក្នុងការបើកបរបាទបើសិនជាមិនស្រួលទេអាចរកកន្លែងណាឈប់សម្រាកសិនទៅបាទកុំបើកបរទាំងស្ថានភាពមិនស្រួលមិនពិបាកណាស់បងប្អូនយើងណាបាទអញ្ចឹងវាមានគ្រោះថ្នាក់មានហានិភ័យកើតឡើងវាពិបាកមែនទែនបាទយើងឃើញហើយនេះទស្សនភាពផ្ទាល់នៅកន្លែងកើតហេតុបាទអរគុណបងប្អូនយើងបាទនេះគឺជាព័ត៌មានបឋមមួយបាទករណីបាទរថយន្តមួយគ្រឿងបាទបុករះផ្ទះបងប្អូនប្រជាពលរដ្ឋឬក៏នៅតូបដែលគាត់ដាក់លក់ដូរនៅកន្លែងគៀនមាត់ផ្លូវជាតិលេខ 2 ហ្នឹងបាទអង្គការភ្ញាក់ផ្អើលមែនតើនេះបាទបងប្អូនយើងបាទកម្លាំងសមាជិកក៏ដូចជាប្រជាការពារបានចុះដល់ទីតាំងកន្លែងកើតហេតុដើម្បីជួយរៀបចំបងប្អូនបាទព្រោះអីវាកញ្ចក់អីបោះបោគាត់បាយវាព្រិញអីហ្នឹងលក់ច្រើនណាស់បាទឥឡូវហ្នឹងគឺខូចខាតអស់លេងហើយបាទហើយរថយន្តនេះមិនដឹងបើកកើតឬអត់ទេបាទនេះបាទដល់កហើយ